បាទថ្ងៃនេះខ្ញុំមានដំណើរកំសាន្តដើម្បីទៅទស្សនាការប្រកួតបាល់បោះដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកគឺឈ្មោះថា NBA បាទតាបាល់បោះក្នុងលីករបស់សហរដ្ឋអាមេរិកនេះគឺល្បីល្បាញមែនទែនបងប្អូនបាទគឺយើងធ្លាប់តែដឹងយើងធ្លាប់តែឮអំពីការប្រកួតបាល់បោះនៅក្នុងសហរដ្ឋអាមេរិកដែលមានឈ្មោះថា NBA និយាយទៅកីឡានៅអាមេរិកនេះគឺបាល់បោះគឺជាកីឡាលំដាប់លេខ1ហើយបងប្អូនបាទមិនមែនបាល់ទាត់ទេណានៅអាមេរិកនេះកីឡាដែលល្បីជាងគេគឺបាល់បោះហើយនៅក្នុងលីកបាល់បោះរបស់សហរដ្ឋអាមេរិកហ្នឹងគឺមានឈ្មោះថា NBA បាទប្រហែលជាបងប្អូនធ្លាប់ឮឈ្មោះ NBA ហ្នឹងហើយមើលទៅអញ្ចឹងថ្ងៃហ្នឹងខ្ញុំហើយនឹងគ្រូបង្រៀនមួយចំនួនទៀតបាទសរុបដូចជា8នាក់បានធ្វើដំណើរទៅកាន់ទីក្រុង Denver ដើម្បីទស្សនាការប្រកួតបាល់បោះ NBA រវាងក្រុម Denver Nuggets ជាមួយនឹងក្រុមមួយទៀតគឺក្រុម Chicago Bulls បងប្អូនបាទអញ្ចឹងសូមបងប្អូនតាមដានទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាសកម្មភាពដែលពួកយើងជិះឡានទៅដែលមានគ្នាចំនួន5នាក់ហើយ Host Family ដែលនៅអាមេរិកនេះគឺបានជូនពួកខ្ញុំទៅបាទចឹងទេសភាពនៅតាមផ្លូវគឺស្រស់ស្អាតមែនទែនបងប្អូនបាទគឺរូបភាពនេះគឺយើងធ្វើដំណើរជិតដល់ទីក្រុង Denver ហើយបាទទីក្រុង Denver ដែលជារាជធានីនៃរដ្ឋ Colorado ហ្នឹងហើយជាទូទៅពួកយើងតែងតែមានឱកាសទៅទីក្រុង Denver ហ្នឹងដើម្បីចូលរួមកម្មវិធីឬក៏ដើរកម្សាន្តនៅក្នុងការវិភាគរបស់កម្មវិធី Fulbright របស់យើងហ្នឹងបាទដោយឡែកការទៅទស្សនាបាល់បោះលេខកំពូលរបស់អាមេរិកនេះគឺជាសកម្មភាពក្រៅការវិភាគទេបាទប៉ុន្តែគឺដោយសារយើងមានពេលទំនេរថ្ងៃសៅរ៍អាទិត្យអីអញ្ចឹងណាអញ្ចឹងធ្វើដំណើរជិតដល់ទីក្រុង Denver ទេសភាពទីក្រុងហ្នឹងគឺកាន់តែស្អាតទៅបាទមានអគារខ្ពស់ផ្លូវថ្នល់មានលក្ខណៈស្អាតប្លែកហ្នឹងហើយបាទអញ្ចឹងពួកយើងធ្វើដំណើរជិតដល់start បាទជិតដល់កីឡាដ្ឋានដែលគេនឹងប្រកួតបាល់បោះហ្នឹងហើយបាទប៉ុន្តែបើនិយាយពីទេសភាពតាមផ្លូវវិញគឺ stunning បាទគឺស្អាតហ្មងហើយអគារក៏ស្អាតផងដែរបាទអញ្ចឹងពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដោយសារយើងនឹងបានទទួលបានបទពិសោធន៍ថ្មីមួយទៀតគឺជាការទស្សនាបាល់បោះដ៏ល្បីល្បាញរបស់ប្រទេសអាមេរិកណាបងប្អូនគឺ NBA game បាទដែលជាការប្រកួតគ្នារវាងក្រុមដ៏ល្បីគឺ Denver Nuggets ជាមួយនឹងក្រុម Chicago Bulls ក្រុមទាំងពីរនេះគឺជាក្រុមដែលធ្លាប់ឈ្នះពានរង្វាន់ប្រចាំលីកបាល់បោះរបស់សហរដ្ឋអាមេរិកហ្នឹងបាទអញ្ចឹងគឺជាក្រុមខ្លាំងមែនទែនបាទ Now at the stadium right at the ball arena we are going to watch basketball game and Nikola Jokic between Denver Nuggets and Nikola Jokic from Serbia. He was MVP 2 or 3 times. Oh really? Yeah, in NBA. Most valuable player. បាទឥឡូវយើងនឹងធ្វើដំណើរចូលទៅកាន់កីឡាដ្ឋានបាល់បោះទាំងអស់គ្នាបាទគឺកីឡាដ្ឋានហ្នឹងគឺធំមែនតើបងប្អូនបាទកីឡាដ្ឋានដែលមានឈ្មោះថា Ball Arena ណាកីឡាដ្ឋានដ៏ធំផ្ទុកទស្សនិកជនបានច្រើនមែនតើបាទកីឡាដ្ឋាននេះគឺជាកីឡាដ្ឋាន indoor បងប្អូនហើយជាកីឡាដ្ឋានដែលជាទឹកដីរបស់ក្រុម Denver Nuggets ហើយកីឡាដ្ឋាននេះគឺអាចផ្ទុកទស្សនិកជនបានជាង 19,000 នាក់ជាងបងប្អូនបាទគឺធំមែនតើបាទជិត 20,000 នាក់បងប្អូនគឺធំហើយអស្ចារ្យមែនតើបាទអញ្ចឹងមានទស្សនិកជនតម្រង់ជួរគ្នាទិញសម្បុត្រចូលទស្សនាច្រើនកកកុញមែនតើបាទតម្លៃសម្បុត្រមិនថោកទេបងប្អូនគឺអាចចាប់ពី$75ឡើងទៅបាទក្នុងមួយសម្បុត្រណាអញ្ចឹងអាច$75ហ្នឹងគឺជាសម្បុត្រដែលស្ថិតនៅកន្លែងរៀងឆ្ងាយពីការប្រកួតណាទោះបីជាយ៉ាងណាក៏ដោយបាទតម្លៃសម្បុត្រថ្លៃមែនប៉ុន្តែសម្បុត្រទិញនោះគឺចិត្តពេញ start ណាបងប្អូនបាទយើងសម័យមើលគឺកន្លែងអង្គុយដែលមាន
ចំនួន 19,000 ជាងកន្លែងហើយគេលក់ក្នុងតម្លៃទាបបំផុតគឺ$75ឡើងទៅអញ្ចឹងថាតើតម្លៃគុណសរុបទៅគឺប្រមាណបាទគឺប្រកាសជាច្រើនហើយហើយមានតម្លៃ$100មាន$200មាន500មាន$10,000ទៀតណាបងប្អូនបាទអញ្ចឹងមិនធម្មតាទេបាទហើយដោយសារក្រុម Denver Nuggets ហ្នឹងជាក្រុមល្បីបងប្អូនអញ្ចឹងមានការឧបត្ថម្ភច្រើនមែនតើបាទគឺក្រុមហ៊ុនដែលឧបត្ថម្ភណាI'm sorry បាទអញ្ចឹងចូលមកដល់ភ្លាមគឺម្នាក់គឺរំភើបចិត្តមែនតើបាទគឺអ្នកគ្រូមកពីប្រទេសសេកប៊ីគឺគាត់សប្បាយចិត្តរំភើបចិត្តមែនតើដែលឡែកខ្ញុំក៏សប្បាយចិត្តដែរប៉ុន្តែខ្ញុំអត់សូវបញ្ចេញមកខាងក្រៅឲ្យគាត់ឃើញណាគឺខ្ញុំរំភើបនៅខាងក្នុងខ្លួនបាទយើងចូលមកដល់ដំបូងគឺមិនទាន់សូវមានភ្ញៀវចូលពេញទេបងប្អូនបាទតិចទៀតបងប្អូននឹងឃើញថាតា start ហ្នឹងគឺពេញយ៉ាងណាបាទគឺការប្រកួតបាល់បោះដែលយើងនៅខ្មែរយើងអត់សូវចូលចិត្តណាប៉ុន្តែនៅអាមេរិកនេះគឺគេចូលចិត្តខ្លាំងមែនតើហើយនេះគ្រាន់តែជាការទស្សនភាពនៃការសមរបស់កីឡាករបងប្អូនបាទគឺមិនទាន់ចូលដល់ការប្រកួតមែនតើទេអញ្ចឹងគ្រាន់តែកីឡាករចូលនៅក្នុងទីលានដើម្បីសមបោះបាល់បោះអីចឹងគឺឃើញទស្សនិកជនមានការហូរកញ្ជ្រៀវខ្លាំងមែនតើបាទឥឡូវ start ហ្នឹងចាប់ផ្ដើមមានភ្ញៀវមានអ្នកទស្សនាចូលចិត្តដល់ហើយបាទគឺនៅសល់14នាទីទៀតទើបការប្រកួតចាប់ផ្ដើមបាទអញ្ចឹងខ្ញុំថតទស្សនភាពទាំងមុនទាំងក្រោយការប្រកួតណាដើម្បីឲ្យបងប្អូនអរគ្នាគឺបានឃើញទស្សនភាពទាំងមូលបាទបាទហើយមិញនេះគឺខ្ញុំបានរួមទៅតាមចង្វាក់ភ្លេងនៅក្នុងកីឡាដ្ឋានណាបងប្អូនដោយសារអារម្មណ៍របស់យើងក៏មានការរំភើបខ្លាំងដែរបាទអញ្ចឹងដល់ពេលនេះគឺជាពេលវេលាដែលត្រូវចាប់ផ្ដើមការប្រកួតបាល់ហ្នឹងហើយប៉ុន្តែមុននឹងមានការប្រកួតគឺគេមានការគោរពភ្លេងជាតិគឺគេមានការរៀបរាប់អំពីកម្មវិធីមុនបាទគឺមានពិធីករមានអីដើម្បីរៀបរាប់អញ្ចឹងណាបាទហើយខ្ញុំមើលទៅអ្នកគ្រប់គ្រងបងប្អូនគឺគេគ្រប់គ្រងខ្លាំងមែនតើម្នាក់សិតតែពាក់អាវក្រុមគ្រប់គ្រងរបស់គេរៀងខ្លួនបាទគឺអាវឬក៏ឈុតឯកសណ្ឋានកីឡាហ្នឹងគឺមិនថោកទេបងប្អូនគឺ$50អីអញ្ចឹងគ្រាន់តែអាវមួយណាខ្ញុំក៏មិនបានទិញដែរបាទដោយសារវាថ្លៃពេកបាទអញ្ចឹងនេះគឺជាការគោរពភ្លេងជាតិរបស់សហរដ្ឋអាមេរិកហើយអញ្ចឹងអ្នកទាំងអស់គ្នាគឺត្រូវក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិហើយទស្សនភាពទាំងមូលគឺអស្ចារ្យមែនតើបាទធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងគឺសំណាងខ្លាំងដែលបានមកចូលរួមទស្សនានៅក្នុងកីឡដ្ឋាន Arena Ball ដែលជាទឹកដីរបស់ក្រុម Denver Nuggets បាទដែលជាក្រុមបាល់បោះដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកដែលជាសមាជិកនៅក្នុងលីកបាល់បោះរបស់អាមេរិកឈ្មោះថា NBA ណាបងប្អូននឹងហើយគឺមានការប្រគំតន្ត្រីមាន
ការផ្លុំភ្លេងដោយសិល្បករដើម្បីឲ្យទស្សនិកជនទាំងអស់គ្នាក្រោកឈរឡើងដើម្បីគ្រប់ទង់ជាតិណាគេអត់មានចាក់តន្ត្រីឬក៏ភ្លេងអីទេប៉ុន្តែគេប្រគំផ្ទាល់បាទគេប្រគំផ្ទាល់ចឹងទៅធ្វើឲ្យទស្សនិកជននៅក្នុងកីឡាដ្ឋានទាំងមូលហ្នឹងគឺរំភើបចិត្តសប្បាយចិត្តនិយាយទៅម្នាក់គឺហូរកញ្ជ្រៀវខ្លាំងមែនតើបាទខ្ញុំអាចថាជាលើកទី1ក្នុងឆាកជីវិតដែលឃើញទស្សនិកជនពោពេញទៅដោយភាពពុះកញ្ជ្រោលបងប្អូនធ្លាប់តែឃើញក្នុងទូរទស្សន៍នៅពេលដែលមានការប្រកួតបាល់ទាត់ធំនៅទ្វីបអឺរ៉ុបបាល់ទាត់ World Cup អីផ្សេងគឺទស្សនិកជនគឺបែបនេះបាទក៏មិនភ្លេចដែរទង់ជាតិកម្ពុជាបាទខ្ញុំឆ្លៀតថតដើម្បីបង្ហាញអំពីអត្តសញ្ញាណរបស់ប្រទេសយើងក៏ដូចជាថតជាមួយនឹងមិត្តភ័ក្តិដែលទៅបានទៅចូលរួមជាមួយគ្នាណាបងប្អូនគឺមានអារម្មណ៍ថាសប្បាយមែនតើបាទសប្បាយរំភើបចិត្តខ្លាំងមែនតើបាទឥឡូវការប្រកួតគឺបានចាប់ផ្ដើមហើយបងប្អូនបាទគឺរវាងក្រុម Chicago Bulls ដែលជាក្រុមភ្ញៀវបាទត្រូវទទួលស្វាគមន៍ដោយក្រុមម្ចាស់ផ្ទះដែលមានឈ្មោះថា Denver Nuggetsហើយគ្រាន់តែក្រុមម្ចាស់ផ្ទះ Denver Nuggets ចេញមកភ្លាមគឺមានការហូរកញ្ជ្រៀវខ្លាំងពេញកីឡាដ្ឋានមែនតើបាទទោះបីជាយើងមិនសប្បាយក៏ពិបាកទ្រាំដែរបងប្អូនដូចយើងឮភ្លេងធុងបាសទោះបីជាយើងមិនចង់រាំក៏យើងចង់រាំអញ្ចឹងបងប្អូនបាទគឺអារម្មណ៍បែបហ្នឹងណាគឺដោយសារម្នាក់នៅជុំវិញយើងហ្នឹងគឺពុះកញ្ជ្រោលខ្លាំងពេកបាទធ្វើឲ្យខ្ញុំដែលជាមនុស្សមិនសូវចូលចិត្តភាពរញ៉េរញ៉ៃហ្នឹងក៏ពេលខ្លះទ្រាំមិនបានដែរបាទគឺយើងស្រែកគឺយើងធ្វើកាយវិការទៅតាមការបញ្ជាទៅតាមគ្រូភ្លេងឬក៏អ្នកគេហៅ Ultra ណាបងប្អូនក្រុមអ្នកគាំទ្រណាក្រុមអ្នកគាំទ្រក្រុមម្ចាស់ផ្ទះហ្នឹងគឺខ្លាំងមែនតែនបាទគឺNuggets បាទក្រុម Denver Nuggets ហ្នឹងគឺជាក្រុមម្ចាស់ផ្ទះហើយក្រុមហ្នឹងគឺល្បីល្បាញហើយខ្លាំងបាទខ្លាំងមែនតែនហើយមុននឹងការប្រកួតចូលមកដល់មែនតែននោះគឺមានការរាំគឺមានការទទួលស្វាគមន៍ដោយក្រុមរាំនារីស្រស់ស្អាតខ្លាំងមែនតែនបាទហើយក្រុមនារីទាំងអស់ហ្នឹងគឺជាក្រុមដែលគាំទ្រម្ចាស់ផ្ទះណាបាទហើយពេលខ្លះបើសិនជាយើងមើលអត់ឃើញបងប្អូនក៏មានកញ្ចក់ LED ធំមែនតែនបាទនៅខាងលើដែលយើងអាចមើលទស្សនាបានមិនព្រួយបារម្ភរឿងថាមើលឃើញឬក៏មិនឃើញណាបាទអញ្ចឹងឥឡូវនេះគឺជាការរៀបចំការប្រកួតនៅវគ្គទី1បងប្អូនវគ្គទី1គឺមាន12នាទីទៅការប្រកួតបាល់បោះគឺមានចំនួន4វគ្គបាទហើយក្នុងមួយវគ្គហ្នឹងគឺមាន12នាទីហើយគឺមានការសម្រាប់ខ្លះនៅក្នុងចន្លោះវគ្គនីមួយហ្នឹងណាឬក៏នៅក្នុងវគ្គ12នាទីហ្នឹងក៏មានការសម្រាប់cooling break អីខ្លះដែរអញ្ចឹងសកម្មភាពនៃការប្រកួតគឺបានចាប់ផ្ដើមហើយក្រុមឯកសណ្ឋានពណ៌អសគឺជាក្រុមម្ចាស់ផ្ទះ Denver Nuggets ហើយក្រុមឯកសណ្ឋានពណ៌ក្រហមនោះគឺជាក្រុម Chicago Bulls បាទក្នុងមួយក្រុមគឺមានសមាជិកភាពកីឡាករចំនួន5នាក់បងប្អូនបាទសមាជិកភាពកីឡាករចំនួន5នាក់ណាអញ្ចឹង5នាក់នេះគឺត្រូវធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យខ្លួនគឺសុទ្ធបញ្ចូលទីទៅកាន់ក្រុមមួយទៀតច្រើនតាមដែលអាចធ្វើទៅបានបាទខ្ញុំកាត់បងប្អូនបាទគឺនេះគឺជាការសម្រាកនៅចន្លោះវគ្គនីមួយណាដល់ពេលដែលកីឡាករសម្រាកហ្នឹងគឺមានការចេញមករាំតាមចង្វាក់ភ្លេងរបស់ក្រុមរាំនារីស្រស់ស្អាតមែនតែនបាទហើយចង្វាក់រាំរបស់ពួកគេហ្នឹងគឺស្រស់គ្នាល្អមែនតែនអញ្ចឹងគឺជាទស្សនវិជ្ជាប្លែកភ្នែកប្លែកអារម្មណ៍មែនតែនបាទ
តាមពិតទៅប្រភេទកីឡាបាល់បោះនេះគឺជាកីឡាដ៏គ្រោះថ្នាក់មែនទែនបាទចឹងកីឡាករត្រូវតែមានរាងកាយរឹងមាំហើយត្រូវតែមានកម្ពស់ខ្ពស់បាទត្រូវតែរឹងមាំបងប្អូនបាទនឹងហើយខ្ញុំកាត់ខ្លះបងប្អូនបាទដោយសារសកម្មភាពនៃការប្រកួតនឹងគឺមានរយៈពេលយូរហើយខ្ញុំចង់ផ្ដោតសំខាន់ទៅលើទស្សនវិជ្ជាផ្សេងខ្លះក្រៅទៅពីការប្រកួតបាល់បោះណាបងប្អូនមើលទស្សនវិជ្ជានៃការរាំរបស់នារីក្រុមរាំគឺស្អាតមែនទែនហើយស្រស់គ្នាមែនទែនបាទអញ្ចឹងគប់ផ្សំជាមួយភ្លើងពណ៌បាទគប់ផ្សំជាមួយចង្វាក់ភ្លេងគប់ផ្សំជាមួយនឹងនារីដ៏ស្រស់ស្អាតនៃក្រុមរាំការរាំដ៏ស្រស់គ្នានេះគឺញ៉ាំងឲ្យទស្សនវិជ្ជាទាំងមូលនៅក្នុងកីឡដ្ឋានហ្នឹងគឺពិតជាកាន់តែរំភើបបាទទស្សនិកជនម្នាក់គឺកាន់តែមានអារម្មណ៍សប្បាយកាន់តែមានអារម្មណ៍រំភើបអញ្ចឹងពួកគេទិញសម្បត្តិចូលទស្សនាហ្នឹងគឺមិនស្ដាយលុយនោះទេបាទបន្ទាប់ពីមានការរាំរបស់ក្រុមរាំគឺយើងបន្តការប្រកួតទៅមុខទៀតបាទហើយពីជ្រុងនេះដែរខ្ញុំបានថតខ្ញុំនៅពេលដែលសម្រាប់តង់ទី1ណាវគ្គទី1ខ្ញុំបានដើរទៅកាន់កន្លែងផ្សេងទៀតដើម្បីថតធ្វើម៉េចឲ្យច្បាស់ជាងនឹងបន្តិចណាបាយកន្លែងនេះឯងគឺច្បាស់មែនទែនបាទយើងអាចមើលឃើញច្បាស់អញ្ចឹងកីឡាករក្រុមChicago Bulls កំពុងតែព្យាយាមសុទ្ធទៅកាន់ក្រុម Denver Nuggets ប៉ុន្តែសុទ្ធមិនសូវចំគោលដៅល្អនោះទេបាទហើយខ្ញុំក៏សម្គាល់ឃើញក្រុម Chicago Bulls ដែលជាក្រុមភ្ញៀវនឹងគឺមានកាយសម្បត្តិហាក់ដូចជាតូចជាងក្រុមម្ចាស់ផ្ទះបាទអញ្ចឹងធ្វើឲ្យក្រុមម្ចាស់ផ្ទះហ្នឹងគឺមានប្រៀបបាទក្រុមម្ចាស់ផ្ទះដែលមានឯកសណ្ឋានពណ៌សហ្នឹងគឺសុទ្ធចូលហ្មងណាបងប្អូនបាទហើយបន្ទុកហ្នឹងគឺមាន3បន្ទុកបើសិនជាយើងសុទ្ធនៅខាងក្រៅរង្វង់ខាងមុខនោះបងប្អូនបើយើងសុទ្ធនៅខាងក្នុងរង្វង់ហ្នឹងគឺបាន2បន្ទុកហើយបើសិនជាបាល់ពេនទីគឺបានតែ1បន្ទុកនោះទេបាទអញ្ចឹងបងប្អូនប្រកាសជាជក់ចិត្តដិតអារម្មណ៍ហើយចំពោះសកម្មភាពនៃការប្រកួតនៃក្រុមទាំងពីរនេះដោយសារក្រុមទាំងពីរហ្នឹងគឺស្វិតស្វាញខ្លាំងមែនទែនប៉ុន្តែគឺក្រុមពណ៌ក្រហមទោះបីជាប្រឹងយកបាល់ទៅដល់ទីយ៉ាងណាគឺមិនសូវជាសុទ្ធចូលគោលដៅនោះទេបាទយូរសុទ្ធចូលម្ដងអីអញ្ចឹងណាបងប្អូនប៉ុន្តែបន្ទុកគឺប្រកេកប្រកិតគ្នាគួរសមបាទអញ្ចឹងយើងអាចនិយាយបានថាក្រុមទាំងពីរហ្នឹងគឺសមត្ថភាពគឺប្រហាក់ប្រហែលគ្នាហើយឧស្សាហ៍មានបាល់ពេនឹងទីមែនតែនបាទថ្ងៃដល់គ្នាបាទនេះគឺដែលជាការប្រកួតបាល់បោះ NBA ដែលជាកីឡាដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកបាទអញ្ចឹងខ្ញុំបានមកទស្សនាអញ្ចឹងពិតជាមានអារម្មណ៍ថារំភើបមែនទែនដូចជាក្តីរំភើបរបស់ប្រជាជនរបស់គេដែលគាំទ្រកីឡាហ្នឹងណាអញ្ចឹងយើងក៏រំភើបទៅតាមនឹងដែរក៏រដ្ឋាតាមពិតទៅខ្ញុំមិនសូវចូលចិត្តអីប្រហែលទេគាត់នឹងថានេះគឺជាបទពិសោធន៍ថ្មីដ៏អស្ចារ្យមួយទៀតដើម្បីបង្ហាញបងប្អូនអ្នកគ្នានៅប្រទេសកម្ពុជាយើងបាទអញ្ចឹងសូមអរគុណច្រើនបាទហើយនឹងជួបគ្នានៅបន្តិចទៀតនេះបាទអរគុណអញ្ចឹងការប្រកួតគឺនៅតែបន្តទៅមុខយ៉ាងស្វិតស្វាញបាទរវាងក្រុមទាំងពីរបាទប៉ុន្តែដោយដែលខ្ញុំប្រាប់បងប្អូនអញ្ចឹងក្រុមម្ចាស់ផ្ទះ Denver Nuggets ហ្នឹងគឺមានប្រៀបតាំងពីដើមតង់រហូតមកដល់ចិត្តទីបញ្ចប់នេះគឺនៅតែមានប្រៀបរហូតបាទបន្ទុកគឺនាំមុខរហូតហើយសុទ្ធចូលណាបងប្អូនបាទដល់ឡែកក្រុមពណ៌ក្រហមដែលជាក្រុមភៀវហ្នឹងគឺព្យាយាមខ្លាំងណាស់ដែរបាទគឺព្យាយាមសហការគ្នានឹងព្យាយាមសុទ្ធពីចម្ងាយបើសុទ្ធអីក៏តែអត់សូវចំគោលដៅល្អទេបាទហើយដោយសារកាយសម្បត្តិផងបាទមើលទៅស្គមហើយតូចជាង
ក្រុមម្ចាស់ផ្ទះអញ្ចឹងធ្វើឲ្យក្រុមម្ចាស់ផ្ទះហ្នឹងគឺមានព្រៀបរហូតព្រៀបរហូតមកនេះបាទតែទោះបីយ៉ាងណាគឺយើងមើលលទ្ធផលគឺចិត្តចប់វគ្គនេះគឺក្រុម Chicago Bulls គឺបាន116ពិន្ទុហើយក្រុម Denver Nuggets គឺបាន124ពិន្ទុអញ្ចឹងពិន្ទុនេះគឺបដិបសងគ្នាមែនតើបានលើសខ្វះតែប្រមាណពិន្ទុហ្នឹងបងប្អូនខ្វះតែ8ពិន្ទុទេគឺទាន់គ្នាណាប៉ុន្តែទីបញ្ចប់ទៅគឺលទ្ធផលគឺក្រុម Denver Nuggets គឺជាអ្នកទទួលជ័យជំនះដែលឡែកក្រុមភ្ញៀវគឺបានត្រឹមតែតាមពីក្រោយបាទគឺមិនអាចស្វែងរកជ័យជំនះបាននោះទេបាទអញ្ចឹងនេះគឺជាទីបញ្ចប់នៃការប្រកួតកីឡាបាល់បោះ NBA រវាងក្រុមទាំងពីរបាទហើយយើងក៏បានរកឃើញយើងក៏បានរកឃើញអ្នកឈ្នះហើយគឺក្រុម Denver Nuggets គឺជា winner បាទគឺជាអ្នកឈ្នះអញ្ចឹងអ្នកគ្រប់គ្រងនៅក្នុងកីឡាដ្ឋានហ្នឹងគឺហូរកញ្ជ្រៀវខ្លាំងមែនទែនបាទគឺដោយសារក្រុមម្ចាស់ផ្ទះជាអ្នកទទួលជ័យជំនះណាហ្នឹងហើយបងប្អូនអរគ្នាឥឡូវហ្គេមរបស់យើងគឺចប់ហើយបាទក្រុម Denver Nuggets គឺបានឈ្នះSo how you feeling? បាទអញ្ចឹងក្រុម Denver Nuggets ទទួលបានជ័យជំនះដែលឡែកខ្ញុំនៅបន្តថតវីដេអូសកម្មភាពនៃការដើរចេញពីក្នុងកីឡាដ្ឋានបន្តិចដើម្បីឲ្យទាំងអស់គ្នាដឹងថាតើនៅពេលដែលចេញពីកីឡាដ្ឋានហ្នឹងអ្នកគ្រប់គ្រងមានអារម្មណ៍បែបណាពិតជាបទពិសោធន៍ដ៏អស្ចារ្យមែនតើបាទហ្នឹងហើយបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនៃការទៅទស្សនាការប្រកួតបាល់បោះ NBA រវាងក្រុម Denver Nuggets ជាមួយក្រុមChicago Bulls តាំងពីការបានចប់នេះគឺជាសកម្មភាពនៃការដើរចេញពីកីឡាដ្ឋានដើម្បីធ្វើដំណើរទៅត្រឡប់មកដល់សាកលវិទ្យាល័យនៅទីក្រុង Greeley រដ្ឋ Colorado វិញបាទការធ្វើដំណើរពីទីក្រុង Denver ទៅជារាជធានីមកទីក្រុង Greeley នេះគឺយើងត្រូវប្រើពេល1ម៉ោងជាងបាទគឺម៉ោង5នាទី1ម៉ោង20នាទីអញ្ចឹងណាគឺយើងក៏បានទៅទស្សនាពុកពេញខាងមែនតើបាទថាបងប្អូនមានប្រយោជន៍គឺមានការគ្រប់គ្រងមែនតើគឺអត់ស្ដាយលេងជួយការដេញសពចូលទស្សនារបស់ថ្លៃហើយម្នាក់គេតែងតែទិញឯកសណ្ឋានរបស់ក្រុមបាល់បោះដែលគេស្រឡាញ់ដោយមិនស្ដាយពីលុយអីនោះទេបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជានៅខាងក្រៅកីឡដ្ឋាននេះម្នាក់នៅពេលដែលក្រុមរបស់ខ្លួនទទួលបានជ័យជំនះគឺពួកគេមានអារម្មណ៍រំភើបសើចសប្បាយបាទជាមួយនឹងទឹកមុខស្នាមញញឹមជាមួយនឹងភាពរីករាយនៅក្នុងចិត្តបាទដើរទៅផ្ទះវិញណាបាទបើយើងគិតទៅគឺវាអស្ចារ្យមែនទែនជាបទពិសោធន៍ថ្មីមែនទែនហ្នឹងហើយបងប្អូនអរគ្នាឥឡូវទស្សនាកីឡាបាល់បោះ NBA ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកបាទគឺមកដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់អញ្ចឹងកុំភ្លេចរងចាំវីដេអូបន្តទៀតបាទសូមអរគុណ